បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះឈៀងធីបថ្ងៃនេះខ្ញុំធ្វើការបកស្រាយនិងធ្វើការប្រាក់ធីសទៅលើuser ហើយនិង group ដែល user ហើយនិង group ហ្នឹងយើងមានអឺ group ដែលមានស៊ូ ITG នេះហើយមានមួយទៀត group ស៊ូ sale G នេះហើយជាមួយនឹងស៊ូ admin G ហ្នឹងហើយនៅក្នុងស៊ូហ្នឹងយើងមាននៅក្នុង group ហ្នឹងយើងមាន folder មានITU1 ITU2 ដល់4អញ្ចឹងទៅហើយនៅក្នុងgroup របស់ស៊ូ sale ដល់ G ហ្នឹងមាន sale ពី1ដល់4ដូចគ្នាហើយនៅក្នុងស៊ូ admin ហ្នឹងក៏មានអឺពី1ដល់4ដូចគ្នាអញ្ចឹងយើងចូលធ្វើការប្រាក់ធីសទាំងអស់គ្នាហើយនៅត្រង់ចំណុចនេះយើងធ្វើការបង្កើតgroup មួយដែលមានស៊ូ ITG ហ្នឹងហើយgroup យើងមាន3យើងមានស៊ូ ITG ជាមួយនឹងស៊ូ sale G ហើយមួយទៀតជាស៊ូ admin G ដូចគ្នាអញ្ចឹងយើងធ្វើការបង្កើត group វាមួយហើយតោះមកបើយើងធ្វើការបង្កើត user មួយបើយើង add user ហ្នឹងចូលទៅក្នុង group ទាំង3ហ្នឹងអញ្ចឹងនេះយើងធ្វើការបង្កើត group មួយពេលដែលយើងធ្វើការបង្កើត group ហើយនេះនៅត្រង់កន្លែងនេះយើងធ្វើការបង្កើត user ហើយ user ហ្នឹងយើងដាក់ចូលទៅក្នុងស៊ូ IT ហ្នឹងហើយឈ្មោះ user ហ្នឹងឈ្មោះ ITU.1 អញ្ចឹងមករហូតដល់ ITU.4 ដែលមាន4 user ហ្នឹងយើងធ្វើការបង្កើតវាម្ដងមួយមកអានេះយើងធ្វើការបង្កើត user មានស៊ូ sale G ហ្នឹងហើយស៊ូ sale G ហ្នឹងនៅក្នុងស៊ូ sale G ហ្នឹងមាន sale 1 sale 2រហូតដល់ sale 4អញ្ចឹងទៅយើងធ្វើការបង្កើត user ម្ដងមួយដែលស្ថិតនៅក្នុងgroup របស់ស៊ូ sale G ហ្នឹងហើយនៅត្រង់កន្លែងនេះយើងធ្វើការបង្កើតuser ដែលជា admin មាន ADU 1ដល់ ADU 4ដូចគ្នាដែលស្ថិតនៅក្នុងgroup របស់ស៊ូ admin អញ្ចឹងទៅអញ្ចឹងនៅកន្លែងនេះដែលយើងធ្វើការបង្កើត folder ស៊ូ IT ហ្នឹងហើយយើងដាក់ចូល IT ដែលមានចំនួន4ហ្នឹងដាក់ចូលទៅក្នុងgroup folder ទៅហ្នឹងមានថា folder នៅក្នុងស៊ូ IT ហ្នឹងយើងធ្វើការបង្កើត group ហើយយើងធ្វើការដាក់ permission ទៅឲ្យ folder ស៊ូ IT ហ្នឹងដែល folder ដែល permission របស់យើងបានដាក់យើងកំណត់ permission ហ្នឹងនេះ permission ហ្នឹងដែលយើងប្រើ sudo chmod g.w ហ្នឹងមានន័យថាយើង set permission ហ្នឹងទៅឲ្យ folder មួយហ្នឹងហើយ folder មួយហ្នឹងវាមាន user នៅក្នុង folder ហ្នឹងដូចគ្នាហើយនៅត្រង់កន្លែងនេះដែលយើងឆែក permission ទៅលើ folder ស៊ូ IT ហ្នឹងអញ្ចឹងយើងឆែក permission មកនេះជា permission ដែលយើងបានដាក់ឲ្យអញ្ចឹង folder ផ្សេងយើងធ្វើចឹងដូចគ្នា